ក្នុងបទបង្ហាញខ្ញុំមាន4-5ចំណុចនេះដែលខ្ញុំនឹងនិយាយទី1សេចក្តីផ្ដើមខ្ញុំនឹងនិយាយអំពីបទបង្ហាញនេះថាខ្ញុំនឹងធ្វើអំពីអីហើយលេខ2និងលេខ3ហាក់បីដូចនិយាយអំពីរឿង demand side រឿងតម្រូវការនៃធនធានមនុស្សទី2និងទី3នេះខ្ញុំប្រចាំងនេះមិនឃើញពួកពលឺចាញ់ពលឺនេះខំយកមកដើម្បីឲ្យឃើញគ្នាយើងទី4និងទី5គឺការឆ្លើយតបរបស់វិស័យឧត្តមសិក្សាយើងហើយដោយខ្ញុំទាញឧទាហរណ៍ពីសាកលវិទ្យាល័យខ្ញុំមុននឹងមកនេះមានមនុស្ស4នាក់ដែលអាចជាអ្នកឆ្លាក់បទបង្ហាញខ្ញុំព្រឹកនេះទី1អាដាមទុំសារាវុធស្កបជាការស្កបជាល័យស្វាយរៀងនិយាយថាបងបទបង្ហាញបងឯងខុសគេអត់មានក្រាហ្វអត់មានលេខទេស្រួលមើលនឹងទី1មិនដឹងថាគាត់ប្រអាប់ឬគាត់សរសើរទី2អាដាមសិតខនប្រាប់ថាបងឯងក៏និយាយច្រើនពេកតែនិយាយច្រើនខុសច្រើនហើយនិយាយតិចបានហើយហើយផ្ទុយពីអាដាមសិតខនដែលបន្លាចខ្ញុំអាដាមពិនវណ្ណរោសរសើរខ្ញុំថាបងឯងនិយាយឲ្យច្រើនវាមិនខុសទាំងអស់គង់ត្រូវខ្លះទេខ្ញុំមិនដឹងថាខ្ញុំដើរតាមអ្នកណាទេអាដាម2នាក់ហ្នឹងហើយប៉ុន្តែបងពេងអាដាមហៅពេងសាកលវិទ្យាការសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលអានបត្រៃ3ដកចប់2ដងគាត់ប្រាប់ថាយកផ្លូវកណ្ដាលតាមប្រពុតឥឡូវខ្ញុំធ្វើតាមផ្លូវខ្ញុំធ្វើតាមផ្លូវខ្ញុំបងតាមបងឯងខ្លះដែរយកប្រពុតមកនេះអាដាមនឹងលោកជំទាវរឿងដែលយើងត្រូវនិយាយព្រឹកនេះគឺកំណើនសេដ្ឋកិច្ចកម្ពុជាហើយក្នុងបរិបទ digital នេះដែលជារឿងសំខាន់បញ្ហាដែលនិយាយប្រហែលជាអសរខ្ញុំមើលមិនឃើញគឺមាន2មួយពណ៌បៃតងនិងមួយពណ៌ក្រហមពណ៌ក្រហមគឺទីផ្សារការងារដែលមានការប្រែប្រួលដោយសារ digital លឿនបំផុតខ្ញុំជឿថាយើងទាំងអស់គ្នាទាយមិនត្រូវស្ថានភាពនៅពេលខាងមុខថាស្អីដែលកើតមានព្រោះ20ឆ្នាំចុងក្រោយនេះប្រែប្រួលច្រើនណាស់ខ្ញុំជឿថាយើងកាលពីមុនទាំងអស់គ្នាកុំព្យូទ័រប្រើ floppy disk ក្រោយមកប្រើ disk ក្រោយមកប្រើ USB ឥឡូវលែងទាំងប្រើ USB ទៀតគឺ cloud ទៅតាណាកាលពីមុនយើងយកឯកសារហោះយន្តហោះទៅប្រជុំនៅបារាំងនៅអាមេរិកយកឯកសារមកកតាទៅក្រោយមកដាក់ទៅ USB មួយ print អាចចេញមកបណ្ណាឡៃក៏បានដែរឥឡូវលែងខ្ចីទាំងយកអស់នឹងតទៅទៀតគ្រាន់តែ save ទុកនៅនឹងទៅហើយទៅដល់នោះបើក file នៅនោះតាម cloud វា print ចេញនៅនោះបានទាំងអស់ទីផ្សារការងារមួយដែលប្រែប្រួលលឿនបំផុតហើយទី2គឺតួនាទីរបស់ឧត្តមសិក្សាយើងក្នុងការរៀបចំនិស្សិតឲ្យឆ្លើយទៅនឹងទីផ្សារការងារនោះតើអាពណ៌ក្រហមនឹងវាអញ្ចឹងអាពណ៌បៃតងរៀបចំមិនឲ្យវាទៅឲ្យស៊ីគ្នាជាមួយខាងនោះហើយពណ៌ខ្មៅនេះ focus នេះគឺខ្ញុំយកឧទាហរណ៍សាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលកំពុងតែធ្វើ slide បន្ទាប់នេះ graph នេះសូមមិនបាច់គូឲ្យវាច្បាស់លាស់អានេះមិនជាត្រូវបរិមាណច្បាស់លាស់មកទេគឺមានរឿង2មួយតួនាទីចម្បងរបស់វិស័យអប់រំខ្ញុំជឿថាយើងនៅក្នុងបន្ទប់នេះសិតតអ្នកអប់រំទាំងអស់គ្នាយើងដឹងថាតួនាទីរបស់អប់រំអីដែលអាដាមហានដេវីននិយាយពីព្រឹកមិញគឺធ្វើឲ្យជាមនុស្សពេញលេញគឺជាមនុស្សដែលមានវប្បធម៌នៃមនុស្សជាតិពិសេសវប្បធម៌នៃជាតិសាសន៍យើងបូកនឹងវិទ្យាសាស្ត្រទី2គឺសារៈសំខាន់និងឥទ្ធិពលឧត្តមសិក្សានៅក្នុងការជះឥទ្ធិពលទៅលើជីវិតមនុស្សនោះខ្ញុំគូសអញ្ចេះបងនឹងឃើញលេខ1លេខ2លេខ3ហើយបន្ទាត់ខៀវដែលឈរដែលគូសប្រឆាត់នេះប្រចាំងវាមិនឃើញបងឃើញលេខ1លេខ2លេខ3នេះគឺជាដែលខ្ញុំទៅសេអក្សរបៃតងនោះភាពជាខ្មែរក្នុងវងកញ្ចក់គឺមានប្រពៃណីវប្បធម៌ទំនៀមទម្លាប់អរិយាប័ត្រអីហ្នឹងពីក្មេងពីតូចបងបង្រៀនភាពជាខ្មែរសុជីវធម៌សិលធម៌វប្បធម៌យើងច្រើនបំផុតហើយការបង្រៀននេះកាន់តែធ្លាក់ចុះទៅនៅពេលដែលកម្រិតអប់រំកាន់តែខ្ពស់ហើយយើងបន្ថែមភាពជាអន្តរជាតិគឺវិទ្យាសាស្ត្របច្ចេកទេសហ្នឹងទៅខ្ញុំចាំបានអាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីលើកឡើងពី 3C អក្សរអង់គ្លេសរបស់គាត់ C ទី1គឺ Cambodianness ភាពជាខ្មែរដែលយើងត្រូវផ្ដល់ឲ្យយុវជននោះឲ្យពលរដ្ឋនោះទី2គឺ C ទី2គឺ Compassionate គឺចិត្តមេត្តាករុណាយុត្តិធម៌សប្បុរសធម៌អីដែលត្រូវមាននៅក្នុងខ្លួនមនុស្សនោះ C1 និង C2 នេះគឺនៅក្នុងអាបៃតងនោះឯងដែលយើងបង្រៀនហើយ C ទី3 competency គឺសមត្ថភាពប្រកួតប្រជែងជាមួយគេទាំងអស់គ្នា C ទាំង3នេះដែលដូចអាដាមហានដេវីនថាគឺជាមនុស្សពេញលេញដែលយើងត្រូវផ្ដល់ឲ្យគាត់ហើយកន្លែងនេះស្អីក៏ពេលណាខ្លះដែលយើងត្រូវដាក់អាណាទៅមុនអាដាមបបៈមានប្រសាសន៍ព្រឹកមិញបើយើងវិនិយោគនៅលើកុមារតូចមួយវានឹងកើនឡើងប្រមាណដងនោះគឺជា social rate of return គឺជាផលដែលចាស់ទៅផ្នែកសង្គមវិញ
អញ្ចឹងហើយបានរដ្ឋទៅដាក់ការវិនិយោគច្រើននៅផ្នែកខាងក្រោមហើយខ្ញុំជឿថាយើងទាំងអស់គ្នានៅចាំថាពេលដែលកូនយើងនៅតូចយើងបង្រៀនឲ្យកូនជំរាបសួរលោកយាយលោកតាកូនកុំនិយាយកាត់មនុស្សចាស់កូនត្រូវដើរអោនមុខមនុស្សចាស់នោះហើយគឺជាភាពជាខ្មែរគឺជាអេរយាប័តគឺជាសុជីវធម៌យើងបង្រៀនរបៀបនេះមុនពេលយើងបង្រៀន2ម្ដង2 2ដង4 1បូកនឹង1ត្រូវជា2មានន័យថាមុននឹងយើងបង្រៀនវិទ្យាសាស្ត្រអញ្ចឹងសុជីវធម៌វប្បធម៌ទំនៀមទម្លាប់នេះត្រូវមកមុនអញ្ចឹងបានខ្ញុំគូសអានោះវានៅខាងលើនោះមកមុនហើយបានធ្លាក់ចុះមកយើងបញ្ចូលវិទ្យាសាស្ត្រឲ្យប៉ុន្តែអ្វីដែលបងមើលនៅក្នុងក្រាហ្វនេះគឺនៅក្នុងផ្នែកផុតពីចំណេះទូទៅឬក៏ក្នុងចំណេះទូទៅដំណាក់កាលចុងក្រោយយើងបញ្ចូលវិទ្យាសាស្ត្រអានឹងហើយដែលនាំមកគាត់ទៅធ្វើការចូលក្នុងទីផ្សារការងារហើយដល់ទីផ្សារការងារយើងអញ្ជើញម្នាក់មកនឹងត្រូវនិយាយថាតើយើងបានបង្រៀនមនុស្សត្រៀមមនុស្សឲ្យជ្រៀតចូលនៅក្នុងផ្នែកខាងគាត់ចូលបានប៉ុណ្ណាឬក៏វានៅចោលនៅតែនឹងរៀនចប់ហើយចូលទៅមិនចប់អូខេតទៅស្លាយបន្តទៀតខ្ញុំសន្យាថាមិនវែងប៉ុន្តែហេងសុយអាចនឹងវែងនៅកន្លែងនេះខ្ញុំនិយាយ3រឿងគឺភាពជឿនលឿននៃបច្ចេកវិទ្យាការជះឥទ្ធិពល Digital ទៅលើទីផ្សារការងារនិងនិន្នាការថ្មីនៅក្នុងទីផ្សារពលកម្មខ្ញុំឃើញក្រសួងអប់រំធ្វើសន្និបាតឆ្នាំនេះដែលខ្ញុំអាចទាញជាឧទាហរណ៍ជូនបងទាំងអស់គ្នានេះបានមានពាក្យពីរដែលយើងតែងតែច្រឡំមួយ digitization មួយ digitalization ស្អីជា digitize មានន័យថាបងធ្វើពី analog ឲ្យទៅជា digital ធ្វើពីអាការសរសេរដៃគេអីនេះឲ្យវាទៅជា digital អានឹងទី1ដូចជាពួកខ្ញុំធ្លាប់តែចុះអវត្តមានអីស្អីនៅនឹងដៃអញ្ចឹងយើងលែងធ្វើអាហ្នឹងលែងរក្សាกระดาษយើងត្រូវឲ្យវាទៅជា digital អស់អាហ្នឹងគឺជា digitization បន្ទាប់មកយើងយកអាហ្នឹងយើងមានអីខ្លះមាន platform តាមរបៀប digital មាននិយាយសួរស្ដាប់ថាមាន app ហើយមានឧបករណ៍មាន device ដូចជាទូរស័ព្ទចេះ digital device ចេះហើយក្រសួងអប់រំបានធ្វើអាហ្នឹងដាក់ឲ្យទៅក្នុង process ដូចជារឿងឆែកវត្តមានចូលចេញអីពេលនេះឯកសារដាក់នៅនេះអានឹងគឺជា labor market មួយដែលប្រើ digital អញ្ចឹងអានឹងគឺជាឧទាហរណ៍ជាក់ស្ដែងឲ្យឃើញថាសន្និបាតអប់រំយើងពេលហ្នឹងរបៀបរបបធ្វើការយើងពេលនេះគឺជា digital ដែលខុសពីឆ្នាំមុនឧទាហរណ៍មួយទៀតបងឃើញអ្នកលក់ online លក់លេអីហ្នឹងគឺជា digital ពេញទីបងជួលទីតាំងគេមកកន្លែងតម្លៃថ្លៃបំផុត 1000 2000មួយខែប្រហែលជាមិនមានអ្នកទៅមើលផលិតផលបងបាន100អ្នកផងក្នុងមួយថ្ងៃប៉ុន្តែបើបង online កកាស្រែកតិចមានអ្នកចូល view ច្រើនជាងនឹងតទៅទៀតឥទ្ធិពលរបស់ digitalization នេះបានជះទៅលើរបៀបរបបធ្វើការងាររបស់យើងផុសឡើងនូវជំនាញថ្មីតទៅទៀតហើយនិន្នាការដែលនឹងមានប្រហែលជាមានការធ្វើការពីចម្ងាយការបង្រៀន distance education ឯនឹងច្រើនតទៅទៀតហើយនឹងមាន AI ដែលអាចជំនួសយើងបានច្រើនតទៅទៀតslide បន្ទាប់ទៀតគឺខ្ញុំនិយាយអំពីបរិវត្ត digital នេះនិងការអប់រំម្ដងសិក្សាយើងថាតើយើងត្រូវធ្វើអីខ្លះមានការព្យាករណ៍ 2-3 ដែលខ្ញុំ post នៅ Facebook ខ្ញុំព្រឹកមិញពេលស្ដាប់បងនិយាយអំពីប្រធានបទទី1ខ្ញុំបង្ហោះហ្នឹងបន្តិចមានអង្គភាព3ដែលប្រកែ World Economic Forum ព្យាករណ៍មិនតិចជាង70ឬ80លាន job នៅលើពិភពលោកនឹងបាត់មិនហួសពីឆ្នាំ2030 McKinsey ក៏ផ្សាយស្តៀងនឹងដែរ70-80ដែរមួយទៀតខាងមួយទៀតនោះផ្សាយលើសពីហ្នឹងពីការព្យាករណ៍របស់ think tank ធំថាឥទ្ធិពលរបស់ digital នឹងជះទៅលើទីផ្សារការងារឲ្យបាត់ការងារមួយចំនួនឬក៏បង្កើតការងារថ្មីហើយអានេះគឺជាគ្រោះមួយប្រសិនបើការអប់រំនៅតែដដែលអញ្ចឹងការអប់រំត្រូវតែប្រែប្រួលបរិបទកម្ពុជាគឺមានការផុសឡើងនៅសេដ្ឋកិច្ចបែប digital នេះច្រើនដូចខ្ញុំនិយាយមិញអញ្ចឹងរបររកស៊ីមួយចំនួនកើតឡើងបងមិនដែលនឹកគិតសោះថានឹងមានក្រុមហ៊ុនស្អីដឹកចំណីអាហារទៅផ្ទះទៅអីនេះប៉ុន្តែវាផុសនៅ business បែបនេះអ្នកណាដែលចាប់ឱកាសនេះបាននឹងមាននឹងឈានមុខគេយើងត្រូវភ្ជាប់កម្ពុជាយើងទៅអន្តរជាតិដូចជាមិញដែលយើងនិយាយCyber University ជាដើម course មួយចំនួន offer ដល់ University គេយើងអាចយកបានហើយដោយសារតែរឿងនេះទីផ្សារពលកម្មប្រែប្រួលយើងមានគម្លាតរវាងការអប់រំយើងនិងតម្រូវការនៅទីផ្សារពលកម្មគម្លាតស្អីខ្លះជារួមមានគម្លាត2ទី1គម្លាត skill អ្វីដែលយើងបង្រៀនគាត់វាមិនមែនជាអ្វីដែលត្រូវការនៅលើទីផ្សារពលកម្មអាហ្នឹងគឺគម្លាត skill មួយទៀតគម្លាត quality យើងបង្រៀនត្រូវហើយប៉ុន្តែ quality ហ្នឹងគេអត់ត្រូវការនៅកន្លែងហ្នឹងវាទាបពេកវាអីពេកគម្លាត2នេះដែលយើងត្រូវយកចិត្តទុកដាក់ខ្ញុំគិតថា
យើងអ្នកអប់រំបានដឹងទាំងអស់គ្នាអញ្ចឹងខ្ញុំទៅលឿនតិចមិននេះទេព្រោះមិញសន្យាថាមិនឲ្យគេលើកអាផ្លាកនោះប៉ុន្តែហើយសយអាចនឹងគេលើកដដែលដូចអ្នកពីរអ្នកខាងដំបងដែរការឆ្លើយតបរបស់អាដាមសិក្សានេះពីខាង supply side យើងទៅវិញបងឲ្យខ្ញុំបើកវងចោកន្លែងនេះបន្តិចការអប់រំយើងផ្ដល់ធនធានមនុស្សទៅឲ្យទីផ្សារពលកម្មអានឹងអត់ដែលត្រូវទេតែងតែមាន gap តែងតែមានកម្រិតហើយប្រទេសណាក៏មានកម្រិតដែរបងកុំបន្ទោសខ្មែរប្រទេសណាក៏មានដែរប៉ុន្តែអ្វីដែលកាត់បន្ថយកម្រិតនេះបានច្រើនជាងគេមានតែអប់រំចូលទៅនៅក្នុងខាង demand side ឬក៏សហការគ្នាឲ្យជិតស្និទ្ធជាងនឹងតទៅទៀតរវាងសាកលវិទ្យាល័យនិងសហគ្រាសជិតជាងនឹងឬក៏ចូលទៅក្នុងនោះតែម្ដងអញ្ចឹងប្រសិនបើយើងរួមជ្រៀងតែម្នាក់ឯងដែលអត់ស្ដាប់កដងភ្លេងអ្នកខាងនោះអ្នកដែលប្រើប្រាស់កម្លាំងពលកម្មហ្នឹងគឺតែងតែមាន gap អាហ្នឹងជាអត់រួចទេនៅស្រុកណាដូចស្រុកណាប្រអិនមកពីណាក៏ជាមិនរួចដែរការឆ្លើយតបរបស់យើងស្អីខ្លះគឺទី1ការអភិវឌ្ឍបំណិនថ្មី skill ថ្មីដែលយើងដឹងថានឹងកើតមានប៉ុន្តែដូចអាដាមអបមានភាសាព្រឹកមិញហើយយើងដឹងទាំងអស់គ្នាយើងខ្លួនឯងក៏មិនដឹងថាអនាគតនោះវាជាស្អីដែរភាគច្រើនណាស់នៃយើងគឺយើងបង្រៀនក្មេងពីអ្វីដែលយើងរៀនពីអតីតកាលហើយយើងបង្រៀនគាត់ដែលគាត់នឹងរស់នៅប្រកបការងារក្នុងអនាគតកាលដែលផ្សេងពីបច្ចុប្បន្នហើយផ្សេងពីអតីតកាលដែលយើងរៀនអញ្ចឹងអនាគតនោះគឺជាកន្លែងដែលយើងមិនដឹងទាំងអស់គ្នាហើយប្រែប្រួលលឿនបំផុតមួយរយៈចុងក្រោយនេះទី1បង្កើតបំណិនថ្មីយើងសិក្សាទាំងអស់គ្នាថាស្អីនឹងទៅជជែកគ្នាជាមួយ industry ដែលមានម្នាក់មកអង្គុយនៅខាងនេះឲ្យបានជិតស្និទ្ធបំផុតទី2កែលម្អកម្មវិធីសិក្សានិងរបៀបនៃការបង្រៀនដែលអាដាមមកងយអគ្គនាយកបង្ហាញព្រឹកមិញមាន OBE មានអាដាមបបមានប្រសាសន៍កាលពីថ្ងៃត្រៀមពី competency based curriculum ជាដើមពីរនឹងខុសគ្នាបងoutcome based ហើយ competency based ទី3ដែលខ្ញុំដាក់ធំនៅកន្លែងនេះគឺកិច្ចសហការជាមួយអ្នកប្រើប្រាស់កម្លាំងពលកម្មមានន័យថា industry នោះឯងslide ក្បែរនឹងចុងក្រោយនេះគឺខ្ញុំsorry slide ឡើងដើរហើយសូមជួយពិនិត្យបន្តិចបាទយើងនិយាយពី digital ឥឡូវ digital ឡើងទៅហើយសូមខាងអ្នកបច្ចេកទេស digital ជួយមើលតិចករណីសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងបងឥឡូវរូបភាពចេញយើងអាចនិយាយតែម្ដងទី1គឺការកែលម្អកម្មវិធីសិក្សាហើយនៅតែមិនតន់ចេញចេញពេញហើយនៅក្នុង slide នេះបងការកែលម្អកម្មវិធីសិក្សានិងរបៀបបង្រៀននេះខ្ញុំមាន2 3ដាក់នេះមួយកម្មវិធីសិក្សាត្រូវប្រែប្រួលទៅតាមតម្រូវការជាក់ស្ដែងនៅក្នុងសង្គមអានឹងខ្ញុំចង់និយាយពីអង់គ្លេសតែមួយម៉ាត់ទេបង្រៀនអី what to teach ទី2គឺការបង្រៀនមួយដែលប្រើប្រាស់របៀបបង្រៀនថ្មីពីព្រោះបច្ចេកវិទ្យាវាកើតមានអីចឹងមានរបៀបបង្រៀនថ្មីដែលពីអង់គ្លេសនិយាយខ្លី how to teach បង្រៀនយ៉ាងម៉េចបង្រៀនស្អីបង្រៀនយ៉ាងម៉េចហើយចុងក្រោយអ្នកណាអ្នកបង្រៀនមិនមែនគ្រូដែលដឹងតែទ្រឹស្ដីហើយមិនដែលដឹងស្អីនៅទីផ្សារពលកម្មនោះបង្រៀនគេទេអានឹងចុងក្រោយនេះខ្ញុំដាក់ថា who to teach មាន what how who អ្នកបង្រៀនឯងអត់ដឹងមិនខ្ញុំចុចឲ្យវាទៅមុខវាលត់ចុចឲ្យទៅមុខវាលត់ប្រហែលវាចង់ឲ្យខ្ញុំចប់ត្រឹមហ្នឹងក៏មិនដឹងប៉ុន្តែឥឡូវទៅសាច់រឿងយើងបងការកែលម្អកម្មវិធីសិក្សាគឺយើងមានកម្មវិធីសិក្សាដែលយើងសហការជាមួយនឹងផ្នែកឯកជនជជែកគ្នាស្អីដែលត្រូវបើគីមីនឹងគីមីវាយ៉ាងម៉េចខាងក្រៅនេះមកវិញប៉ុន្តែខាងមុខអត់មកអូខេមកវិញការកែលម្អវិធីសាស្ត្របង្រៀនគឺមហាវិទ្យាល័យមួយគាត់មានវិធីសាស្ត្របង្រៀនរបស់គាត់មិនមែនតែវិធីមួយនេះប្រើបានទាំងចំពោះវិធីវិទ្យាសាស្ត្រពិតនិងវិទ្យាសាស្ត្រមិនពិតខ្ញុំចង់បង្ហាញនៅក្នុងកលំទី2នេះបងទី1គឺតាមមហាវិទ្យាល័យតាមវិទ្យាស្ថានរបស់ខ្ញុំកែប្រែកម្មវិធីសិក្សានិងរបៀបបង្រៀនរបស់ខ្លួនឯងប៉ុន្តែមានរឿង2ខាងក្រោមមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជាដែលយើងហៅថា National Incubation Center សម្រាប់កម្ពុជានេះយើងបានជំនួយពីកូរ៉េហើយយើងបណ្ដុះបណ្ដាលក្មេងៗជានិស្សិតដែលមានគំនិតធុរកិច្ចគេមានគំនិតថាតើត្រូវធ្វើយ៉ាងម៉េចទៅចូលទីផ្សារពលកម្មកើត idea គេនេះបញ្ចូលយ៉ាងម៉េចអីយ៉ាងម៉េចហើយជជែកគ្នាជាមួយយើងបង្រៀនគេទៀតរយៈពេលខ្លីនឹងមានមជ្ឈមណ្ឌលមួយទៀតដែលយើងបានសុំក្រសួងអប់រំបង្កើតហើយក៏បានអនុញ្ញាតប្រើថវិកាហៀប
អាដាមមកងយជួយសម្រួលចេញយើងហៅថាមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យនិងសហគ្រាសរវាង University និង Industry យើងអង្គុយជុំគ្នាដើម្បីរៀបកម្មវិធីសិក្សាមួយក្នុងនេះមានរឿង3ធំៗដែលត្រូវធ្វើទី1គឺគាត់មកជួបជាមួយនិស្សិតខាងខ្ញុំនិយាយគ្នាឲ្យយល់ពីក្រុមហ៊ុនគាត់អញ្ចឹងចង់បានអ្នកបែបនេះធ្វើការបែបអញ្ចេះបដិញ្ញចោលបែបនេះអីប្រាក់ខែប៉ុណ្ណេះដើម្បីគេចាប់អារម្មណ៍គាត់ឬអត់ទី2សហគ្រាសមកជួបគ្រូរបស់ខ្ញុំតាមមហាវិទ្យាល័យនីមួយៗនិយាយប្រាប់ពីមនុស្សបែបណាដែលខ្លួនចង់បានដើម្បីឯនេះរៀបចំកម្មវិធីសិក្សាបង្រៀនមនុស្សឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការគេទី3គឺជា career center សម្រាប់រៀបចំមនុស្សឲ្យមានការងារធ្វើចូលទៅជាមួយសហគ្រាសនឹងបានចុងក្រោយគឺភាពជាដៃគូជាមួយនឹងក្រុមហ៊ុនឯកជនគ្រឹះស្ថានបណ្ដុំបណ្ដាផ្សេងហើយចំពោះរដ្ឋាភិបាលព្រោះមានជំនាញមួយចំនួនដែលយើងមិនអាចទៅរួចដូចជារឿងបរិស្ថានគ្មានឯកជនណាត្រូវធ្វើប្រមាណនេះខ្ញុំត្រូវទៅធ្វើការជាមួយក្រសួងបរិស្ថានហើយនឹងយើងបដិបដាលអ្នកជំនាញជួយគាត់ហើយយើងក៏ត្រូវដឹង policy របស់គាត់វិញដែរនេះខ្ញុំឧទាហរណ៍មួយខ្លីទេចប់នេះមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីដែលកូរ៉េបានជួយមួយរយៈនេះលុយកូរ៉េចប់ហើយឥឡូវលុយបន្តគឺរបស់ពួកយើងទាំងអស់គ្នាសាកលវិទ្យាល័យទាំងអស់គ្នាក្នុងនឹងមានគំនិត start up 31ដែលក្មេងៗរៀននឹងមកពីសាលាខ្ញុំនិងសាលាគេដទៃទៀតជជែកគ្នាថាគាត់យល់ថាគំនិត digital បែបនេះដែលអាចដើរបានដូចជាមាន irrigation system ប្រព័ន្ធស្រោចស្រពទឹកទៅដំណាំដោយបញ្ជាតាមទូរស័ព្ទតាមអីហូរហែអញ្ចឹងគាត់មាន31យកមកប្រកួតប្រជែងគំនិតផ្សេងគ្នាហើយមួយរយៈនេះ3 idea នៅក្នុងហ្នឹងបានឈានចូលទីផ្សារបង្កើតជាក្រុមហ៊ុនហើយកំពុងតែជោគជ័យមជ្ឈមណ្ឌលនេះអាដាមឧបនាយករដ្ឋមន្ត្រីបានទៅសម្ពោធបើកឲ្យដំណើរការហើយនេះគឺជាក្មេងៗដែលគាត់ទទួលការបណ្ដុះបណ្ដាលអង្គុយជជែកគ្នាជាមួយ mentor របស់យើងជាគ្រូនៅ UVP ឬក៏ជាគ្រូមកពីកូរ៉េដែលកយការជួយយើងហើយនោះគឺជាឧទាហរណ៍ក្រុមហ៊ុនគាត់ដែលគាត់ផ្សព្វផ្សាយអីហោហែអញ្ចឹងគំនិតហ្នឹងជោគជ័យហើយបានដើរទៅហើយនេះដែលគាត់ទៅប្រកួតប្រជែងនៅក្រៅប្រទេសនៅកូរ៉េនៅអីហោហែអញ្ចឹងនេះមិនត្រឹមតែសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះជាមជ្ឈមណ្ឌលហ្នឹងឯងហើយមិនត្រឹមតែសាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្វើដើម្បីនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញយើងបានចុះ MOU ជាមួយសាកលវិទ្យាល័យ 3-4 ទៀតបើតាមខ្ញុំចាំមានស្វាយរៀងជាសៀមកំចាយមានត្បូងឃ្មុំមានបាត់ដំបងអីហោហែជាមួយគ្នាហើយគ្នាយើងបានផ្ដាំខ្ញុំថា slide ហ្នឹងទុកឲ្យយូរតិចព្រោះមានរូបគាត់អញ្ចឹងចូលទៅនោះសិតតែគ្នាយើងនៅនឹងហើយអាដាមហើយមជ្ឈមណ្ឌលនេះជាមជ្ឈមណ្ឌលមួយដែលជោគជ័យហើយចុងក្រោយអាដាមណាប់រឿងមានប្រសាសន៍កាលថ្ងៃសាកល្បងថាហើយសូមឲ្យមាន take away មានអ្វីដែលជា conclusion ចុងក្រោយហើយដល់បញ្ចប់នេះខ្ញុំចូលលើប្រសាសន៍អាដាមឧបមុននេះដែលថាហើយកន្លែងមួយផ្សេងគ្នាហើយអត់មាន one model one size fit all ទំហំមួយត្រូវទាំងអស់គ្នាទេដូច្នេះអ្វីដែលល្អបំផុតសម្រាប់ឧត្តមសិក្សាសម្រាប់សាកលវិទ្យាល័យយើងមួយនៅពេលដែលក្រសួងផ្ដល់ autonomy ផ្ដល់ស្វ័យភាពឲ្យកាន់តែច្រើនកាន់តែល្អហើយយ៉ាងហោចណាស់ស្វ័យភាពនេះមានស្វ័យភាពនៅលើរឿង4ទី1ក្នុងការជ្រើសរើសបុគ្គលិកជ្រើសរើសមន្ត្រីខ្លួនឯងហើយខ្ញុំឃើញក្រសួងនិងសាកលវិទ្យាល័យជាតិគ្រប់គ្រងបានផ្ដល់ឧទាហរណ៍មួយដ៏ល្អបើតាមខ្ញុំដឹងសាកលវិទ្យាល័យជាតិគ្រប់គ្រងជួលរហូតដល់នាយករងដែលមិនមែនជាមន្ត្រីរដ្ឋហើយដែលសាលាជាអ្នកបង់លុយឲ្យមិនមែនជាបន្ទុករបស់រដ្ឋទេអាហ្នឹងជារឿងដែលល្អបំផុតអ្នកណាដែលមានសមត្ថភាពយើងជួលទោះបីជារដ្ឋជឿឬមិនទាន់ជឿយើងជួលយើងចាញ់លុយខ្លួនឯងនឹងទី1គឺ personal autonomy ទី2 organizational structure autonomy រចនាសម្ព័ន្ធរដ្ឋបាលរបស់អង្គភាពនោះអាចផ្សេងគ្នាមិនអាចសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានរចនាសម្ព័ន្ធដូចតិចណូបានទេតិចណូទាំងមូលមានមនុស្សមិនស្មើឆ្នាំទី1របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញផងបើឲ្យខ្ញុំមានរចនាសម្ព័ន្ធដូចគ្នាមិនកើតបើខ្ញុំសុំសឹងអីហ្នឹងទី3គឺ financial autonomy និងទី4 academic freedom មកដល់ពេលនេះយើងបាន status ជារដ្ឋបាលសាធារណៈអញ្ចឹងគ្រឹះស្ថានសាធារណរដ្ឋបាលមានន័យថារដ្ឋបាលយើងមាន autonomy ច្រើនណាស់បើតែវានៅ2-3តទៅទៀតហើយដោយសារតែសាលាមួយខុសគ្នាក្រសួងគ្នាមិនអាចចេញ model មួយឲ្យទាំងអស់គ្នាបានទេអញ្ចឹងមានតែពួកយើងអង្គុយពិចារណាទាំងអស់គ្នា